នេះគ្រូជួយសំថ្នាំខ្ញុំមួយមកខ្ញុំកើតជំងឺស្ដាយក្រោយឲ្យទៅពេលទិញកាដូលើកទឹកចិត្តខ្លួនឯងពេលណានៅតែចិត្តតែមានរឿងរហូតបើមិនបាយកង់ម៉ូតូទេក៏ឈឺនេះឈឺនោះប៉ុន្តែគិតថាខ្លួនឯងសំនឹងបានកាដូការទិញកាដូឲ្យខ្លួនឯងវាមិនខុសទេតែអីដែលខុសគឺទិញខុសពេលនេះសូម្បីតែពេលមកជួបប៉ែតហើយក៏ឆ្លៀតបិទកាដូមកជាមួយទៀតដើម្បីជៀសវាងបញ្ហាហ្នឹងយើងគួរតែចេះកំណត់ទឹកប្រាក់ចំណាយប្រចាំខែឧទាហរណ៍ថាខែហ្នឹងយើងត្រូវចំណាយ1 លានរៀលហើយទិញកាដូឲ្យខ្លួនឯង20,000 រៀលនោះយើងកំណត់ការចាយ1 លាន20,000 រៀលកណាត់តាណាអ្នកគ្រូចូលទៅក្នុងមុខងារវិភាគអូសចុះទៅក្រោមយើងនឹងឃើញមុខងារចំណាយប្រចាំខែចុចលើមុខងារនោះហើយដាក់ទឹកប្រាក់ដែលយើងចង់ចាយក្នុងមួយខែជ្រើសរើសគណនីជាការស្រេចបន្ទាប់ពីកំណត់ចំណាយប្រចាំខែរួចនៅលើអេក្រង់ដើម ABA Mobile យើងឃើញផ្ទាំងវិចិត្របង្ហាញពីចំណាយប្រចាំថ្ងៃផ្ទាំងវិចិត្រនឹងដូរពណ៌ពីបៃតងទៅក្រហមហើយចេញសារដាស់តឿនទៅតាមការចំណាយជាក់ស្ដែងពណ៌បៃតងជាសញ្ញាល្អប្រសើរមានន័យថាអ្នកកំពុងចាយវាតាមផែនការកំណត់ពណ៌ទឹកក្រូចជាសញ្ញាឲ្យប្រុងប្រយ័ត្នលោកអ្នកចាយចិត្តដល់កំណត់ហើយពណ៌ក្រហមគឺជាសញ្ញាដាស់តឿនបានន័យថាអ្នកចាយដល់កំណត់ហើយតែប៉ុណ្ណេះយើងឡើងចាយសល់ខែហើយព្រោះអីយើងដឹងថាយើងគួរទិញកាដូឲ្យខ្លួនឯងពេលណាហើយពេលណាមិនគួរទិញកាដូឲ្យខ្លួនឯង